ស្ដីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរគ្នារបៀបinstall Microsoft Office by free យើងអត់មានត្រូវការ license ឬក៏ត្រូវការ credit ទេអញ្ចឹងដើម្បី install យើងត្រូវទៅ download software មួយចំនួនអញ្ចឹងបើសិនបងប្អូនមាន Office ស្រាប់ហើយយើងអាចចូលទៅ remove សិនទៅ remove software ចាស់របស់យើងចូលទៅ control panel មក install ចាំបើសិនយើងមាន install ហើយវានឹងឃើញនៅនេះអញ្ចឹងយើងគ្រាន់តែចុចuninstall មកអញ្ចឹងបន្ទាប់ពី uninstall យើងចូលទៅ download software របស់គ្នាអញ្ចឹងយើងចូលទៅ website របស់ Microsoft យើងវាយ config.office.com វាយតាមខ្ញុំមកចាំខ្ញុំនឹងដាក់ link នៅក្រោមវីដេអូអញ្ចឹងចូលដល់កន្លែងហ្នឹងហើយយើងអូមកក្រោមវិញមកយើងឃើញកន្លែង create នេះចុច create មកត្រង់ចំណុចនេះបើសិនកុំព្យូទ័ររបស់បងប្អូន32 bit យើង select 32មកតែបើសិន64យើង select 64ចឹងត្រង់ចំណុច Office Suite នេះគឺយើង select យក Professional Plus 2024 Volume License យើង select យកមួយនេះចឹងអូមកក្រោមមកត្រង់ចំណុច App សិនបងប្អូនអត់ចង់ប្រើមួយណាយើងគ្រាន់តែបិទវាមកអូខេខ្ញុំអត់ចង់បាន OneDrive ខ្ញុំបិទវាចោលហើយលោកក៏បិទចោលតែបើសិនបងប្អូនប្រើទាំងអស់យើងធ្វើទាំងអស់មកបើកទាំងអស់មកអញ្ចឹងកន្លែង language យើង select language មកទៅយើងយក English United States បងប្អូនចូលមួយណាក៏បានកន្លែងចឹងបន្ទាប់ពី select ភាសាហើយយើងត្រូវ export វាចុចលើ export ចឹងចំពោះ default format យើង select យក Office Open HTML format ហើយចុច OK ហើយចុច Submit មកហើយយើងចុច export ចឹង file name យើងមិនដូរចឹងយើងបាន file config មួយចឹងយើងត្រូវទៅ download file មួយទៀតយើងបើក tab មួយទៀតមកចឹងយើងវាយOffice Deployment Tool ចឹងយើងចុចwebsite នៅវានេះមកចឹងយើង download deployment tool វិញមកអូខេឥឡូវយើងបាន download បានហើយយើងចូលទៅកាន់ folder របស់យើងចឹងយើងបាន file ពីនេះចឹងយើងត្រូវ run បើក file នេះមួយ Office Deployment Tool ចុចចេះមកយើងចុច click accept មួយមកទៅមក continue ចឹង file ហ្នឹងវានឹងextract ជា file បន្ថែមពីចឹងយើងដាក់នៅកន្លែង download អូខេចឹងយើងបាន file ចំនួន2 ថែមទៀតចឹងអ្នកទាំងអស់គ្នាអាច
បង្កើត folder មួយទៀតឬក៏យើងមិនបង្កើតក៏បានដែរយើងcopy នេះមកហើយយើងចូល cmd command prompt ត្រង់កន្លែងនេះយើង run វាជា administrator មកចឹងយើងត្រូវប្រើ command ដើម្បីចូលទៅដល់ទីតាំង folder ហ្នឹងចឹងយើងគ្រាន់តែវាយ cd រួចហើយយើងផាសទីតាំង folder ដែលយើងបាន copy មុនហ្នឹងយើងចុច enter មកចឹងដើម្បី set up software ហ្នឹងគឺយើងប្រើ command មួយទៀតហើយវាយតាមខ្ញុំមក set up .php /configureចឹងនៅដល់ពេលអាចវាយតាមហ្នឹងconfiguration .html ចឹងវាយដល់យើងចុច enter មកចឹង Office របស់យើងវានឹងដំណើរការ installation ចឹងអ្នកនរគ្នាអាចរងចាំបន្តិចវាត្រូវទាញយកsource ពី website របស់ Microsoft មកខ្លះរឿងយូរតិចអញ្ចឹងតែតើ installation វាអាស្រ័យទៅលើ internet របស់យើងដែរបើសិន internet យើងលឿនក៏វាលឿនតាមនឹងដែរអញ្ចឹងវាកំពុងតែ downloadចឹងចាំឲ្យជាតុង20នាទីអីតម្រង់វាពេញចឹងកន្លែងហ្នឹងវាអាស្រ័យទៅលើអ៊ីនធឺណិតរបស់យើងដែរចឹងឥឡូវយើងបាន install រួចរាល់យើងអាចបិទវាចោលតោះចឹងយើងទៅបើក Microsoft Office Word មួយដើម្បីយើង check មើលចឹងវា load នេះយើងចុច accept មកអាហ្នឹងគឺជាការ accept license agreement ខ្លួនមកចឹង Office របស់យើងបានតឡើងរួចរាល់ហើយចឹងយើងចូល file ចុច more មកចុចមើល account ចឹងកន្លែងនេះគឺជា license របស់យើងប្រើគឺProfessional Plus 2024ចឹងយើងប្រើទៅអត់មានបញ្ហាវាឲ្យ activate license ទេបងប្អូនអាចប្រើបានរហូតចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងចឹងបើសិនបងប្អូនមានចម្ងល់អីអាច comment នៅ
ខាងក្រោមវីដេអូនេះបានហើយសូមខន្តីបទោសចំពោះការខ្វះខាតទាំងឡាយនេះគ្រាន់ជាការចែករំលែកមួយទេវាអាចជាផលប្រយោជន៍ដល់បងប្អូនអ្នកគ្នាចំពោះបងប្អូនដែលអត់ទាន់បានចេះ install អញ្ចឹងណាអញ្ចឹងយើងធ្វើតាមហ្នឹងទៅយើងអត់ត្រូវទិញ license ឲ្យប្រើអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនសូមជួយ subscribe ម្នាក់មួយផង